យើងជួមកដល់គ្នាខ្ញុំបាទមួយត្រាតណៈនេះខ្ញុំមកដោះស្រាយលំហាត់គេឲ្យដាក់កន្សោមខាងក្រោមជាផលគុណកតាលំហាត់គេឲ្យ 3x ការ៉េដក 11x ដក 4 ហើយយើងចាប់ផ្ដើមលើធ្វើទាំងអស់គ្នាឥឡូវយើងសេប្រធានយើងតែគេឲ្យមកវិញសិន 3x ការ៉េដក 11x ដក 4 កាលណាឃើញចឹងខ្ញុំមានរបៀបមួយគឺទៅតាមរូបមន្តគឺខ្ញុំមានរូបមន្តx ការ៉េបូក 3x បូក c កាលនេះឃើញចឹងគឺយើងអាចបំបែកតាមតួកតាបានយើងទៅបំបែកតួកតាដល់គ្នាគឺយើងបំបែកតួ a និងតួ c 3យើងបំបែកបាន1គុណនឹង3និង3គុណនឹង1 3ម្ដង 3 x ការ៉េយើងបែកបាន x គុណនឹង x មកយើងបំបែកតួ c គឺ4យើងបែកបាន2គុណនឹង2 1គុណនឹង4 4គុណនឹង1ហើយយើងសាក់លបងដាក់2ម្ដងបូកគុណបូកហ្នឹងខុសសញ្ញាគេដាក់ដកបូកគុណដកដូចហើយ2ដង 4ហើយសាក់គុណសិន3គុណនឹងដក2ស្មើដក6 1គុណនឹង2ស្មើ2ដក6និងបូក2យកលេខធំដល់លេខតូចសញ្ញាតាមលេខធំដក6បូក2ស្មើនឹងដក4ចឹងយើងអត់ឃើញដូចតួក្តៅទៅឥឡូវយើងដូរលេខទៅធ្វើលេខផ្សេងឥឡូវយើងsẽដាក់1គុណនឹង4ម្ដង4ហើយបូកគុណបូកខុសសញ្ញាដាក់ដកបូកគុណដក4ម្ដង4ហ្នឹងមកដល់4ហើយសាក់គុណលេខទៀត3គុណនឹងដក1ស្មើដក3 1គុណនឹង4ស្មើ4ដក3និងបូក4ស្មើ1អញ្ចឹងអត់ឃើញតួក្តារទេឥឡូវយើងដូរលេខទៀតដាក់4គុណនឹង1 4ដង4បូកគុណបូកខុសសញ្ញាដាក់ដកបូកគុណដក1 4ដង4ហើយដាក់គុណទៀត3បូក3គុណនឹងដក4ស្មើដក12បូក1គុណបូក1ស្មើ1ដក12ដក12បូក1ស្មើដក11ដូចនេះតួក្តារយើងគឺស្មើដក11ដូចនេះដែរហើយស្មើ x ដក4នេះស្មើ 3x បូក1នេះមានបូកណាបូក1មកសេមក x បូក4តាយ 3x បូក1សូមអរគុណនិងសូមជម្រាបលា